สุดท้ายบางคนออกគ្នាឥឡូវនេះគឺខ្ញុំមក challenge ប៉ាទីរ៉ៃជាមួយនឹងកុមារទាំងពីរនាក់ដៃកុមារនេះឈ្មោះបូរ៉ាសូដាលីគាត់អាយុ3ឆ្នាំហើយគាត់នេះគឺបូរ៉ាមេសិកាគាត់អាយុ6ឆ្នាំអញ្ចឹងចង់ដឹងថា Q ទាំងពីរដែលខ្ញុំបានប្រាប់បានបង្ហាញគាត់ទាក់ទងនឹងវប្បធម៌ទូទៅបាទកន្លងមកគឺចង់ដឹងថាតើកម្រិតនៃការចាប់បានរបស់គាត់នឹងប៉ុណ្ណាអញ្ចឹងឥឡូវយើងទៅស្ដាប់ទាំងអស់គ្នាហើយសំណួរនឹងបែរជារៀងពិបាកបន្តិចហើយបាទមិនដឹងថាគាត់ទៅរួចអត់អញ្ចឹងណាឥឡូវតោះបាទយើងថ្ងៃនេះគឺយើងមាន challenge 3សំណួរត្រៀមហើយនៅត្រៀមហើយនៅអូខេអញ្ចឹងតោះបងប្អូនចូលរួមទាំងអស់គ្នាណាបាទចង់ដឹងថាអ្នកដែលបានទស្សនានឹង IQ បាទលើសគាត់កម្រិតណាអញ្ចឹងតោះសំណួរទី1តើខេត្តអ្វីដែលមានភ្ជញ្ជនៈច្រើនជាងគេកខេត្តកចុំខេត្តអ្វីដែលមានភ្ជញ្ជនៈខ្មែរច្រើនជាងគេខេត្តកមានកអីគេខ្លះកំពុងធំកកំពុងធំកអីគេទៀតចុះខេត្តកនឹងមានប្រហែលកូន10ខេត្តកមាន10អត់យល់ឥឡូវចង់ដឹងខេត្តកមាន10អីគេខ្លះគាត់រៀបរាប់កនឹងមានគេខ្លះខេត្តអីគេខ្លះកំពុងធំកំពុងចានកំពុងឆ្នាំងកំពុងស្ពឺកំពុងសោកំពតចៅកកកណ្ដាលកណ្ដេះប៉ុណ្ណឹងហ៎បងប្អូនស្ដាប់review វីដេអូហ្នឹងឡើងវិញណាចង់ដឹងថាខេត្តក10ដែលគាត់រៀបរាប់ហ្នឹងត្រូវអត់កសុំបន្ថែមបន្តិចមកស្គាល់អត់ក៏មិនគេខ្លះកូនកំពុងធំក៏អីគេទៀតកំពុងធំកំពុងចានកំពុងឆ្នាំងកំពុងពុយកំពុងថៅកំពតចៅកកកណ្ដាលកណ្ដេះតាកាបុកអូលើហើយត្រឹមក្រចេះអាហ្នឹងក៏10តោះណាបងប្អូនអញ្ចឹងឥឡូវនេះសំណួរនេះគឺឃើញថារៀងពិបាកមែនទែនប៉ុន្តែបាទពួកគាត់ចាប់បានគាត់យល់ណោះបងប្អូនបងប្អូនទីអត់យល់ណាហ្នឹងហើយព្រោះចង់បញ្ជាក់បងប្អូនថានៅក្នុងប្រទេសកម្ពុជារបស់យើងបាទភ្ជញ្ជនៈខ្មែរទាំង33តួហ្នឹងនៅក្នុងខេត្តទាំង25ហ្នឹងមានភ្ជញ្ជនៈត្រឹមតែ8តួទេគឺគ្រាន់តែកមួយហ្នឹងគឺបាទ10ខេត្តហើយត្រកមួយបាទកកំបាទអញ្ចឹងអូខេឥឡូវនេះគឺយើងទៅបន្តសំណួរទី2ត្រៀមហើយនៅត្រៀមហើយនៅសង្ឃឹមថាលឿនជាងខាងនេះហេលឿនជឿជាក់អត់តិចអាយត្រៀមតើប្រាសាទអង្គរវត្តស្ថិតនៅក្នុងខេត្តណានៃប្រទេសកម្ពុជាសៀមរាបគេតាហើយសៀមរាបមែនច្បាស់អត់ច្បាស់អត់ច្បាស់បងប្អូនមែនអត់ប្រាសាទអង្គរវត្តស្ថិតនៅក្នុងខេត្តសៀមរាបអត់ត្រូវដូចគាត់ថាអត់តើភ្ជញ្ជនៈខ្មែរមានប៉ុន្មានតួ33តួថា33តួយឺតជាងគេត្រូវឲ្យបងប្អូន33តួឥឡូវចូលរាប់តើភ្ជញ្ជនៈខ្មែរ33តួមានអីគេខ្លះបងប្អូនអូខេតួនេះបងប្អូនគាត់គងទៅជួយញោទៅថតណោទៅថតណោបបបមួយយករបស់សោះល្អត្រូវបគាត់ណាអូខេអញ្ចឹងបាទឃើញថាថ្ងៃនេះគឺយើងមកបាទគេហៅថា Q&A បាទជាមួយនឹងពួកគាត់ឃើញថាក៏ដូចជា challenge ជាមួយពួកគាត់ហ្នឹងគឺឃើញថាទទួលបានបាទលទ្ធផលល្អប្រសើរពាក់ព័ន្ធនឹង IQ របស់គាត់គឺឃើញថាគ្រាន់បើអេមណាអញ្ចឹងបងប្អូនសម្រាប់បងប្អូនដែលពេញចិត្តវីដេអូមួយនេះបាទបងប្អូនសូមធ្វើការជួយគ្រប់គ្រងក៏ដូចជាចែករំលែកផងពួកយើងនឹងបាទទាំង3នាក់បាទក៏សូមបាទអរគុណពុកម៉ែបងប្អូនដែលបានចែករំលែកក៏ដូចជាបងប្អូនដែលបានទស្សនា